កន្លែងគេងស្រស់ស្អាតបរិយាកាសស្ងប់ស្ងាត់តម្លៃសមរម្យនៅខេត្តសៀមរាបសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគ្រូសាខ្ញុំទាំង3នាក់បានមកគេងនៅរីសតដ៏ស្រស់ស្អាតមួយកន្លែងនៅខេត្តសៀមរាបតាមពិតទៅកន្លែងគេងនៅខេត្តសៀមរាបសម្បូរកន្លែងស្អាតច្រើនអាចតម្លៃវិញក៏សមរម្យដែរប៉ុន្តែសម្រាប់បរិយាកាសកន្លែងនីមួយៗគឺខុសៗពីគ្នាពេលខ្លះពួកខ្ញុំជ្រើសរើសកន្លែងគេងបែបយុវវ័យមានសភាពអ៊ូអរមានការរៀបចំបែបក្លីបទាន់សម័យតែមកលើកនេះគឺសូមជ្រើសរើសបែបស្ងប់ស្ងាត់ម្ដងផ្សារភ្ជាប់ជាមួយនឹងធម្មជាតិចឹងហើយចូលមកដល់ភ្លាមគឺខាងរីសតមានទទួលស្វាគមន៍ជា welcome drink តិចដល់យើងលើកនេះគឺរៀងរសជាតិប្លែកទីតែអ្នកទាំងអស់គ្នាជាប្រភេទទឹកគល់ស្លឹកខៃអាចចំណាយកូនបើខ្ញុំបានញ៉ាំទឹកក្រូចជូរអែមឆ្ងាញ់មែនតើឲ្យញ៉ាំតែបន្តិចទេសល់ប្រហែលគឺម៉ាមីម៉ៅទាំងអស់តែម្ដងឥឡូវនេះពួកខ្ញុំ check in ហើយបុគ្គលិកខាងគាត់ក៏នាំពួកខ្ញុំទៅបន្ទប់គេងនៅតាមផ្លូវដើរទៅបន្ទប់គឺមានការរៀបចំដាក់តាំងព្រះពុទ្ធបដិមាច្រើនអង្គមែនតើហើយខ្ញុំពិតជាចូលចិត្តកន្លែងគេងណាដែលគេរៀបចំពណ៌សអញ្ចឹងមើលទៅស្រឡះហើយត្រជាក់ភ្នែកលើកនេះសូមឲ្យសូនបន្តិចហើយពួកខ្ញុំបានជ្រើសរើសបន្ទប់គេងជាន់ក្រោមជាប់អាងហែលទឹកតែម្ដងគ្រាន់តែយើងបើកវាំងននមកឃើញ view អាងហែលទឹកហ្មងសម្រាប់អាងហែលទឹកនេះរៀងឯកជនបន្តិចដែរដោយសារតាមានអាងហែលទឹកនៅចំកណ្ដាលរីសតមួយទៀតទុកសម្រាប់ភ្ញៀវដែលជ្រើសរើសស្នាក់នៅបន្ទប់ជាន់លើអាចមកហែលទឹកលេងបានតោះឥឡូវមកមើលបន្ទប់ទឹកជាមួយខ្ញុំទាំងអស់គ្នាសម្រាប់បន្ទប់ទឹកមើលទៅគឺ clean ស្អាតអនាម័យខ្លាំងណាស់ប្រគុណដាច់ដោយឡែកកន្លែងងូតទឹកក៏ដាច់ដោយឡែកសម្រាប់កន្លែងលុបមកដោះថ្មីធំទលាយងាយស្រួលនៅក្នុងការខ្ញុំឈរលាងដបដោះគោឲ្យកូនមែនតែនមិនតែប៉ុណ្ណឹងទេខាងគាត់ក៏មាន bus stop ទៀតយើងអាចត្រាំទឹកបដាមើល view ខាងក្រៅបដា romantic មែនតើអ្នកទាំងអស់គ្នាតែមិនបាច់បារម្ភទេកន្លែងកញ្ចក់ហ្នឹងយើងអាចទាញមកននចោះបានបើសិនជាអ្នកទាំងអស់គ្នាខ្ជិល romanticតោះឥឡូវនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលសម្រស់ខាងក្រៅរីសតម្ដងថាស្អាតកម្រិតណាកន្លែងដែលពួកខ្ញុំកំពុងដើរទៅនេះគឺផ្លូវទៅអាងហែលទឹកធំរបស់រីសតហើយបងប្អូនកុំគិតថាបរិយាកាសស្ងប់ស្ងាត់បែបហ្នឹងអត់មានមនុស្សទេនៅទីនេះសម្បូរភ្ញៀវទេសចរបរទេសមកស្នាក់នៅច្រើនមែនតើដោយសារតែពួកគាត់កំពុងតែហែលទឹកអញ្ចឹងខ្ញុំមិនអាចថតទស្សនភាពអាងហែលទឹកធំឲ្យអ្នកទាំងអស់គ្នាមើលបានទេខ្លាចមានការរំខានដល់ពួកគាត់អញ្ចឹងណាតើពួកខ្ញុំនឹងនៅដើរលេងចិត្តនឹងហើយថតរូបទុកជាអនុស្សាវរីយ៍នេះជាអ្វីដែលអាចភ្លេចបាននៅពេលដែលយើងដើរលេងអត់អីអត់បានកុំឲ្យតែបានថតរូបហើយអាយលីឲ្យតែបានដើរលេងកន្លែងណាមានអាងហែលទឹកអីអញ្ចឹងគឺអត់មានរករឿងកិច្ចកុកអីទេនៅឡើងស្ងៀមឡើងគូឲ្យស្រឡាញ់មានអារម្មណ៍ថាចង់នាំដើរលេងទៀតទោះជាពេលដើរលេងម្ដងហត់នឹងរៀបចំអាវ៉ាន់កូនដូចរើផ្ទះទាំងមូលអញ្ចឹងអ្នកដែលគាត់មានកូនទូចទៅគាត់យល់អារម្មណ៍មួយហ្នឹងអីវ៉ាន់កូនច្រើនណាស់ពេលខ្លះផ្លេចនេះផ្លេចនោះទៀតអ្នកទាំងអស់គ្នាឥឡូវងាកមកមើលសម្រស់ខាងក្រៅបន្ទប់គេងរបស់ពួកខ្ញុំវិញមើលដើមឈើនេះរៀងឈូសស្លឹកបន្តិចហើយដោយសារតែចាញ់សម្រាប់កូនបើខ្ញុំសំបីតែដើមបាទាឡាក៏តូទុនចូលទឹកដែរម៉ាមីខំរៀបចំខ្លួនឲ្យកូនប៉ុណ្ណឹងដែររឿងអីមិនសំណំមុនពេលចេញទៅញ៉ាំអីពេលល្ងាចនៅសល់ម៉ោងរៀងច្រើនដែរអញ្ចឹងពួកខ្ញុំក៏នាំគ្នាហែទឹកលេងសិនជាក់ស្ដែងខ្ញុំចូលចិត្តគេងកន្លែងដែលមានអាងហែទឹកតែខ្ញុំអត់ចេះហែទឹកទេអ្នកទាំងអស់គ្នាបានតែត្រាំលេងអញ្ចឹងទេមើលទៅចាញ់អាយលីហើយសិតតែចេះហែផ្ងាឡើងលើទៀតណាអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀតណាបាយបាយ